អ្នកគួរឲ្យខ្ញុំញ៉ាំជាដាច់មិនចូលទេញ៉ាំជាដាច់ទៅវេទនាម្លេះចាអានេះគឺជាសំណួរដែលខ្ញុំជួបម៉ាក់ច្រើនណាដែលគាត់មកជួបខ្ញុំនៅមណ្ឌលសុខភាពហើយគាត់តែងតែប្រាប់ខ្ញុំថាញ៉ាំថ្នាំជាដាច់ចូលទេធ្វើຕົកខ្លាំងណាស់អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ថាជាដាច់ហ្នឹងវាមានផលរំខានអ្វីខ្លះហើយត្រូវតែញ៉ាំរបៀបម៉េចដើម្បីឲ្យមានប្រសិទ្ធភាពហើយនឹងគួរជៀសវាងធ្វើយ៉ាងញ៉ាំរបៀបម៉េចដើម្បីកុំឲ្យបន្ថយប្រសិទ្ធភាពថ្នាំចាអញ្ចឹងយើងមកដឹងទាំងអស់គ្នាផលរំខានរបស់ជាតិដែកគឺដូចដែលបងប្អូនមករៀបរាប់ចឹងអ្នកខ្លះថាក្តៀនលិមួកអ្នកខ្លះថារាកអ្នកខ្លះថាដាក់ទៅគឺឆ្អល់ចុកណែនក្ពះហើយមានអ្នកខ្លះទៀតទៅជាចង់ក្អួតចង្អោរចាអានេះគឺជាផលរំខានរបស់ជាតិដែកដើម្បីញ៉ាំជាតិដែកឲ្យមានប្រសិទ្ធភាពហើយវាអត់សូវធ្វើតុកអញ្ចឹងបានអ្នកគ្រូលើកទឹកចិត្តឲ្យបងប្អូនឬមួយក៏បងប្អូនស្ត្រីយកញ៉ាំជាតិដែកហ្នឹងទៅញ៉ាំមុនពេលចូលគេងញ៉ាំបាយឆ្អែតញ៉ាំមុនពេលចូលគេងហើយព្យាយាមញ៉ាំទឹកឬមួយក៏បន្លែច្រើនដើម្បីកាត់បន្ថយការដែលវាទល់លាមកហើយមួយទៀតដើម្បីទទួលបានប្រសិទ្ធភាពនៃការញ៉ាំជាតិដែកបងប្អូនគួរតែញ៉ាំលាយជាមួយពពួកវីតាមីន C ដូចជារបស់ជូជូដូចជាស្វាយដូចជាក្រូចរបស់ជូជូហ្នឹងទៅវាជួយធ្វើឲ្យជាតិដែកហ្នឹងងាយស្រួលបូតស្រូបហើយញ៉ាំទៅគឺប្រសិទ្ធភាពរបស់វាល្អហើយដើម្បីកុំឲ្យជាតិដែកហ្នឹងវាកុំឲ្យការដែលញ៉ាំជាតិដែកចុះផងញ៉ាំធ្វើទុកចង្ងប់ហើយវាគ្មានប្រសិទ្ធភាពសួរតែមូលហេតុអីគឺមានមូលហេតុវាកាលណាដែលបងប្អូនយកជាតិដែកទៅញ៉ាំជាមួយតែកាហ្វេឬមួយក៏ទឹកដោះគោវាធ្វើឲ្យបន្ថយនៅសិទ្ធភាពថ្នាំជាតិដែកឬមួយក៏ថ្នាំជាតិដែកនិងអាស៊ីតហ្វូលិកហ្នឹងអញ្ចឹងបងប្អូនគួរតែកុំញ៉ាំជាតិដែកឬមួយក៏អាស៊ីតហ្វូលិកហ្នឹងជាមួយនឹងទឹកដោះគោឬមួយក៏កាហ្វេចាដល់ពេលដែលបងប្អូនចង់ញ៉ាំកាហ្វេបងប្អូនគួរតែញ៉ាំថ្នាំជាតិដែកកន្លះម៉ោងឬមួយក៏1ម៉ោងសិនទៅចាំបងប្អូនញ៉ាំកាហ្វេបានវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយអាចចែករំលែកបាននៅក្នុង comment ណាថាបងប្អូនស្រីណាខ្លះដែលគាត់កំពុងតែធ្វើតុកហើយអត់ដឹងវិធីឬមួយក៏កំពុងតែធ្វើតុករបៀបម៉េចដូចខ្ញុំនិយាយអត់យើងអាច comment ចែករំលែកនៅក្នុង comment ទាំងអស់គ្នាហើយ share ចែករំលែកសម្រាប់ម៉ាក់ផ្សេងទៀតដែលកំពុងតែជួបបញ្ហានេះដើម្បីគាត់អាចដោះស្រាយបញ្ហានេះបានហើយកុំភ្លេចជួយ Subscribe Channel YouTube មួយដើម្បីទទួលបានព័ត៌មានវីដេអូថ្មីៗទាក់ទងនឹងការថែទាំផ្ទៃពោះថែទាំទ្រូងជួបគ្នាវីដេអូក្រោយចា៎